ស្វាគមន៍មកកាន់កម្មវិធីព័ត៌មានការជាតិរបស់ God 55 Media តែប្រិមត្តជឿទេក្តីរំពឹងការបញ្ចាញ់ជាប់គ្នា20ប្រកួតរបស់ Crystal ត្រូវលាយសាបសូន្យក្រោមធ្វើជើងបាទរបស់ក្រុម Everton កាលពីយប់មិញនេះក្លឹប Crystal Palace គឺជាក្លឹបមួយដែលកំពុងតែវាយព្យុះវាយភ្លៀងនៅក្នុង Premier League ក៏ដូចជាក្លឹបខាងអឺរ៉ុបស្របពេលដែលគេលេង20ប្រកួតទៅហើយបាទប្រិមត្តយើងគឺឈ្នះរហូតដល់9ដងស្មើរហូតដល់10ដងហើយយមិញនេះគេគិតថាគេនឹងអាចបន្តកំណត់ត្រាឈ្នះ20បញ្ចាញ់20ប្រកួតជាប់គ្នាបាទដោយតង់ទី1នោះគឺអាចនិយាយបានថាធ្វើការនាំមុខបាទទៅកាន់ Everton ទៅហើយតែយ៉ាងណាមិញតង់ទី2 Everton គេវាយបកមកវិញភ្លាមធ្វើឲ្យបាទក្រុម Crystal Palace លេងស្គាល់ជាតិថាអ្វីទៅគឺជាការបញ្ចាញ់20ប្រកួតជាប់គ្នា Crystal Palace ធ្វើបានល្អមែនទែនក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអូទ្រីលោក Olivier Lusna បាទបានធ្វើឲ្យ Crystal Palace បាទឡើងមកទម្រង់មួយដែលគួរឲ្យកត់សម្គាល់ឈ្នះពានរង្វាន់ FA Cup អាចលេងនៅក្នុងពានរង្វាន់បាទ UEFA Conference League ហើយនឹងបច្ចុប្បន្ននេះឈរនៅក្នុង Top 4 បាទក្នុងពានរង្វាន់ Premier League ទៀតផងគួរបញ្ជាក់ផងដែរថាក្រុម Crystal Palace គឺជាក្រុមដែលរឹងនៅលើប្រព័ន្ធការពារខ្លាំងមែនទែនតែយ៉ាងណាមិញនៅតែមិនអាចទប់ជាមួយនឹងការវាយបករបស់ Everton បានកាលពីយប់មិញតាមដានព័ត៌មានកីឡាជាតិរបស់ God 55 Media ដើម្បីទទួលបាននូវព័ត៌មានថ្មីៗទីបន្តគណៈពេលនេះខ្ញុំបាទសូមអរគុណបាទសូមជម្រាបលា